រុនធុតណាស់បងប្អូនបាទឡានវេអងមួយគ្រឿងបាត់បើកបុកឡានដឹកកម្មករបណ្ដាឲ្យមានអ្នកស្លាប់និងរបួសជាច្រើននេះបាទសូមជម្រាបសួរព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2025មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយឡានវេអងដឹកទំនិញបានប៉ះគ្នាជាមួយនឹងឡានដឹកកម្មករនៅសាលាលេខ5បងប្អូនខេត្តកំពង់ឆ្នាំងបណ្ដាឲ្យមានកម្មករជាច្រើនអ្នករងរបួសនិងស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងបងប្អូនតាមសេចក្តីរាយការណ៍បឋមករណីគ្រោះថ្នាក់នៅកំពង់ឆ្នាំងនេះកើតឡើងរវាងរថយន្តដឹកកម្មករជាមួយនឹងរថយន្តដឹកទំនិញបណ្ដាឲ្យខូចខាតទាំងសងខាងនិងមានកម្មករជាច្រើនអ្នកនោះបានរងរបួសនិងអ្នកខ្លះស្លាប់រណោករណាលពេញផ្លូវនៅផ្លូវជាតិលេខ5ទល់មុខសាលាលេខ5ខេត្តកំពង់ឆ្នាំងតែម្ដង